សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនិយាយអំពីការប្រើប្រាស់ Gemini App តែម្ដងអូខេអញ្ចឹងរឿងទី1ដែលបងប្អូនត្រូវធ្វើគឺការដែលយើងប្រើប្រាស់ Gemini App Gemini App វាមានមុខងារ special ជាច្រើននៅក្នុងហ្នឹងអញ្ចឹងដូចបងប្អូនជនចេះវាធ្លាក់មកអញ្ចឹងនៅក្នុងមុខងារ special របស់វាគឺមាន3ទាក់ទងជាមួយនឹងការ search ក៏អាចប្រើនៅលើចុចកន្លែងឆាតនេះមកយើងសួរសំណួរអីចឹងហើយផលិតជារូបភាពនិងវីដេអូអូខេឥឡូវយើងមកនិយាយគ្នាអំពីការប្រើប្រាស់នៅលើ app Gemini ផ្ទាល់នឹងតែម្ដងដំបូងឡើយបងប្អូនទៅចុចបើកវាមកហើយចុចកន្លែង setting មកអូខេអញ្ចឹងខ្ញុំសូមនិយាយអំពីចំណុចក្នុងការប្រើប្រាស់អូខេចាក់តងជាមួយនឹង personal នេះ personal ហ្នឹងគឺបងប្អូនត្រូវទៅបើកវាទៅវា deep search នៅក្នុងការស្វែងរកព័ត៌មានជូនយើងទាំងអស់គ្នាអញ្ចឹងអូខេអញ្ចឹងផ្នែកទី1នេះគឺបងត្រូវទៅបើកវាហើយបន្តមកទៀតត្រូវទៅបើកទាំងអស់ហ្នឹងទៅបើកអញ្ចឹងទៅអូខេបើកហើយគឺយើងងាយស្រួលក្នុងការ deep search ហើយតមកទៀតអញ្ចឹងខ្ញុំចុចរកខ្សែដដែលហើយយកផ្នែកនេះ using limit អញ្ចឹងខ្ញុំសូមបញ្យល់បងប្អូននៅលម្អិតតិចGemini Pro គឺវាមាន limit របស់វាដែរមានន័យថាវាខុសគ្នាពី Gemini ធម្មតាចំនួន4ដងអញ្ចឹងណាអញ្ចឹងវាមានកន្លែងដែលត្រូវគិតគូររឿង credit របស់វាដែរបើសិនជាបងប្អូនអរគ្នាប្រើក្នុងថ្ងៃហ្នឹងច្រើនពេកអានេះវាឡើងដល់100គឺមុខងារផ្សេងវានឹងបិទហើយក៏វាមានlimit ប្រចាំសប្តាហ៍ដែរអញ្ចឹងអ្នកនរមានដល់ទៅ2 limit អញ្ចឹងខ្ញុំសូមមកនិយាយអំពីការផលិតវិញអញ្ចឹងដូចក្នុងថ្ងៃនេះគឺខ្ញុំចំណាយការផលិតវីដេអូនេះចំនួន3វីដេអូអញ្ចឹង3វីដេអូធ្វើឲ្យការផលិតវីដេអូហ្នឹងគឺថ្ងៃនេះខ្ញុំផលិតឡើងបានហើយវាគៀងហ្មងគឺគៀងទាំងអស់ហ្មងអញ្ចឹងន័យថានេះកន្លែងនេះបងប្អូនចង់ផលិតរូបភាពក៏ឡើងបានផលិតវីដេអូក៏ឡើងបានផលិតចម្រៀងហ្នឹងវាបានតែ30វិមិនបាច់និយាយមួយវាឥឡូវនិយាយតែពីរូបភាពហើយនិងវីដេអូវិញគឺវាបិទអញ្ចឹងមានន័យថាការដែលប្រើប្រាស់របស់ខ្ញុំហ្នឹងគឺវាប្រើអស់កម្រិតរបស់វាតែម្ដងគឺពេញ 100% ដោយសារតែខ្ញុំផលិតវីដេអូគឺប្រើប្រាស់អស់រហូតដល់4វាស្មើនឹងលេងមាន credit បង្កើតហើយអញ្ចឹងវាប្រើត្រឹម3វីដេអូទៅដើម្បីទុក space ឲ្យវាសល់ត្រឹម80អីបងប្អូនអាចសួរសំណួរឬក៏ប្រើប្រាស់រូបភាពតែបើសិនតែធ្លាយដល់100ពេញអញ្ចឹងសូម្បីតែរូបក៏អាចបង្កើតដែរហើយដល់ពេលមុខងារពិសេសរបស់វាដូចជា 3.5 នេះអីក៏អាចបង្កើតដែរអញ្ចឹងណាអូខេអញ្ចឹងការប្រើប្រាស់ជាក់ស្ដែងតាក់ទងជាមួយនឹង new channel នេះអញ្ចឹងបងប្អូនឆ្ងល់ថានៅពេលដែលមានបញ្ហាអីមួយឧបមាថាយើងអត់ចេះអីសោះហ្មងណាស្រាប់តែខ្ញុំអត់ចេះផុស YouTube ទេអញ្ចឹងខ្ញុំ screenshot មកយើងសួរChatGPT upload រូបទៅហើយយើងសួរវាហ្មងទៅថាខ្ញុំមានបញ្ហាបែបនេះជួយដោះស្រាយរបស់ខ្ញុំវានឹងព្យាយាមរកដំណោះស្រាយជូនយើងហើយលក្ខណៈថា Gemini គឺ style វាគឺល្អកន្លែងហ្នឹងគឺមានងាយស្រួលក្នុងការរកដំណោះស្រាយជូនយើងប៉ុន្តែបើតកតងមួយការសរសេរប្រមគឺវានៅចាញ់ ChatGPT ឆ្ងាយមែនទេអញ្ចឹងប៉ុន្តែបើតកតងជាមួយនឹងការតែងនិពន្ធអូខេខ្ញុំសូមនិយាយការតែងនិពន្ធតិចអូខេឥឡូវខ្ញុំសូមនិយាយពី style ចម្រៀងឧបមាថាអានេះខ្ញុំមកលើកជើងអស់គ្នាស្វតាមខ្ញុំតែគាត់ថាវាមានកន្លែង special អញ្ចឹងជុំថាចម្រៀងការតែងនិពន្ធចម្រៀងរបស់វាគឺល្អមានន័យថាវាស្គាល់ពាក្យខ្មែរច្បាស់ហើយការតែងនិពន្ធចម្រៀងរបស់វាគឺអត់មានជន់ clear ទេស្ដាប់មកវារៀងឈឺត្រចៀកអត់សូវជន់ពាក្យដូច ChatGPT ទេបើ ChatGPT និពន្ធចម្រៀងខ្មែរគឺពិបាកស្ដាប់តិចហើយអញ្ចឹងការតែងនិពន្ធរបស់វាគឺល្អមានល្អធម្មតាគឺល្អខ្លាំងតែម្ដងអញ្ចឹងការតែងនិពន្ធរបស់វាដូចជាការយើងសួរឲ្យខ្ញុំចង់និយាយអំពីឥឡូវខ្ញុំចង់សួរថាអញ្ចឹងបងផលិតតើថ្ងៃទី19ពេលយប់អាសងតេននិងអេស្ប៉ាញមួយណាឈ្នះអញ្ចឹងយើងសួរលក្ខណៈបែបធម្មតាអញ្ចឹងនោះGemini វានឹងឆ្លើយមកឲ្យយើងហើយអាហ្នឹងលក្ខណៈថាសួរសំណួរបែបធម្មតាគឺវាឆ្លើយមកអញ្ចឹងហ្មង Gemini គឺវាងាយស្រួលក្នុងការសួរអញ្ចឹងការប្រើប្រាស់ Gemini អូខេអញ្ចឹងវាចាប់ដើមឆ្លើយមកឲ្យយើងហើយបើសិនជាបងមានចម្ងល់អីតាក់ទងមួយការធ្វើរូបធ្វើវីដេអូយើងសួរវាផ្ទាល់ហ្មងអាហ្នឹងការប្រើប្រាស់មួយ Gemini តោះឥឡូវយើងនិយាយអំពីការផលិតរូបភាពវិញរូបភាពពេលដែលយើងផលិតភាគច្រើនគឺវាចេញមកម្ដងតែមួយហើយដល់ពេលយើង generate ច្រើន scene វាចេញមកតែដដែលទេអញ្ចឹងមានន័យថារូបភាពដែលផលិតនៅលើនេះគឺវាអត់ផ្ដោតទៅលើរូបភាពដូចយើងប្រើនៅលើVO3 ទេឬក៏គេហៅថា flow វាអត់ចឹងទេអូមកថាអ្វីដែលចំណុចពិសេសរបស់វាគឺតកតងជាមួយនឹងនេះវិញគឺតកតងជាមួយនឹងការធ្វើរូប storyboard វិញ
បើសិនជាការធ្វើរូប storyboard ចាំមើលគេ copy prompt storyboard មួយអញ្ចឹងខ្ញុំចង់ឲ្យវាធ្វើការផ្លាស់ប្ដូរតោះឥឡូវខ្ញុំនិយាយពី storyboard របស់វាចាំតិចខ្ញុំបងជួយកែប្រមបងជួយកែប្រមនេះដាក់រូបភាពរបស់ខ្ញុំជាមួយនឹងផលិតផលរបស់ខ្ញុំអញ្ចឹងខ្ញុំសូមលម្អិតតទៅជាមួយនឹងការផលិតរូបភាពនៅលើ Gemini បន្តិចអញ្ចឹងការដែលផលិតរូបភាពគឺតទៅមួយ storyboard គឺធ្វើបានល្អមានន័យថាចេះ Gemini វាដូចជាកន្លែងមួយដែលមានការចងចាំបានល្អអញ្ចឹងពេលដែលបងប្អូនចង់ឲ្យវាធ្វើអីមួយគឺវាងាយចងចាំប៉ុន្តែបើសិនជាការដែលវាបានចងចាំហើយពីម៉ាស៊ីនទៅម៉ាស៊ីនគឺវានឹងចេញរូបមកដដែលអញ្ចឹងមានន័យថាការដែលធ្វើពីច្រើនគឺប្រើញូហើយដើម្បីវាផលិតបែបនេះអញ្ចឹងអានេះគេហៅថា storyboard នេះវាផលិតរូបចេញទៅជាអញ្ចឹងអញ្ចឹងអរគ្នាខ្ញុំសូមបញ្យល់ឲ្យច្បាស់កន្លែងហ្នឹងតិចហ្នឹងហើយតើទៅមួយរូបអូខេតោះឥឡូវយើងនិយាយអំពីវីដេអូវិញវីដេអូគឺតកតងជាមួយនឹងការប្រើប្រាស់វីដេអូអញ្ចឹងពេលបងប្អូនចុចមកវាមានបញ្ឈប់ឲ្យបដិអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកគ្នាប្រើលក្ខណៈថាវីដេអូ one scene មានន័យថាបើបងប្អូនប្រើនៅក្នុង Gemini ចដែរទេមួយថ្ងៃវាឲ្យតែ3ទេបើយើងកុំឲ្យខាតបងប្អូនផលិតវីដេអូ one scene ទៅយើងរហូតនឹកនិយាយអីដែលខ្លីត្រឹមរយៈពេល10វិអញ្ចឹងឥឡូវខ្ញុំសូមយកវីដេអូនេះយកទៅដាក់តែម្ដងទៅចាំតិចអូខេជាប្រភេទ one scene ចាវាវីដេអូហ្នឹងគឺប្រភេទ one scene អញ្ចឹងយើង copy មកផាសចូលមកចង់បងប្អូនចង់ផលិតជាវីដេអូខ្មែរមិនក៏បានដែរលក្ខណៈថា one scene មានន័យថាវីដេអូហ្នឹងនិយាយតើរយៈពេល10វិនាទីហ្នឹងឲ្យវាចប់តែម្ដងគឺមិនបាច់ចាំឲ្យវាធ្វើអីទៀតទេអញ្ចឹងវាចំណេញដល់យើងណាអញ្ចឹងឯងប្រភេទការប្រើប្រាស់ជាមួយនឹងនេះមុនដល់ថ្ងៃការប្រកួតចាំមើលលោកពូម៉ៃសកុនសិនតែគាត់យកក្រុមណាចាំយើងយកតាមក្រោយផលិតវីដេអូនិយាយភាសាខ្មែរ